អររយៈពេល2ឆ្នាំនៃការធ្វើដំណើរផ្សងព្រេងរបស់ខ្ញុំតាមបណ្ដាប្រទេសជាច្រើនទីបំផុតខ្ញុំបានត្រឡប់មកធ្វើដំណើរនៅក្នុងប្រទេសកម្ពុជាវិញគម្រោងរបស់ខ្ញុំគឺនៅតែបន្តធ្វើដំណើរពីទីកន្លែងមួយទៅទីកន្លែងមួយទៅទីកន្លែងមួយទៀតមិនឈប់ហើយធ្វើការងារទាំងអស់នេះដើម្បីប្រជាជននៅសហគមន៍និងប្រមូលតំបន់អេកូទេសចរប្រទេសកម្ពុជាវីដេអូនេះឧបត្ថម្ភដោយ Honor Cambodiaទីបំផុតគឺខ្ញុំបានត្រឡប់មកធ្វើដំណើរនៅលើផ្លូវប្រទេសកម្ពុជាវិញហើយអ្នកទាំងគ្នាហើយថ្ងៃនេះខ្ញុំនឹងធ្វើដំណើរជាមួយនឹងទូរស័ព្ទដៃ Honor X7e ហើយនឹងដៃគូម្នាក់ទៀតនៅខាងនោះអររយៈពេល2ឆ្នាំនៃការធ្វើដំណើររបស់ខ្ញុំគឺខ្ញុំនឹកតំបន់សហគមន៍ទេសចរមួយចំនួននៅក្នុងប្រទេសកម្ពុជាមែនទែនហើយថ្ងៃនេះចៃដន្យគឺក្រុមហ៊ុន Honor Cambodia បានផ្ញើទូរស័ព្ទមួយនេះឲ្យខ្ញុំសាកល្បងប្រើប្រាស់អញ្ចឹងខ្ញុំនឹងធ្វើដំណើរជាមួយមិត្តភក្តិថ្មីរបស់ខ្ញុំនេះទៅសហគមន៍ទេសចរតាំងបំពង់ជាមួយនឹងទូរស័ព្ទ Honor X7e ដោះទៅមកខ្ញុំពណ៌ទឹកក្រូចស្អាតមែនតើមួយនេះគឺវាមកជាមួយនឹង case មួយនៅក្នុងប្រអប់របស់វាហើយមាន adapter ពីខ្សែសាកហើយវាអាចសាកទូរស័ព្ទបានដល់ទៅ45វ៉ាត់ដោះរៀបចំខ្លួនរួចរាល់ហើយខ្ញុំសប់កង់មិញហើយដាក់ Honor X7e នេះនៅលើ mount ខ្ញុំប្រើវាដើម្បីមើល Google Map តាមផ្លូវធ្វើដំណើរហើយមើលសម្លេងដំណើរលើកទី1របស់ខ្ញុំក្នុងប្រទេសកម្ពុជានេះគឺទៅសហគមន៍អេកូទេសចរតាំងបំពង់ហើយខ្ញុំនឹងរៀបរាប់តែតាមគ្នាតាមផ្លូវហេតុអីបានខ្ញុំត្រូវទៅមកទៅទីនោះហើយវ៉ាវច្បាស់ចិត្តប្រទេសថ្ងៃនេះតែអីបានត្រឡប់បានធ្វើដំណើរនៅលើផ្លូវប្រទេសកម្ពុជាវិញហើយនេះទូរស័ព្ទ Honor X7e នេះគឺមកវា specification វាមកវាប្រហែល3ថ្ងៃពេញតែម្ដងគឺត្រូវហ្មងប្រាប់អ្នកធ្វើដំណើរខ្ញុំពីកន្លែងមួយទៅកន្លែងមួយពីកន្លែងមួយទៅកន្លែងមួយមានបញ្ហាថ្មទេហើយខ្ញុំប្រើវាជា Google Map តែម្ដងមើលលើទូរស័ព្ទនេះហើយក្នុងពេលតែមួយនោះខ្ញុំអាចតេអានេះបានតាមផ្លូវធ្វើដំណើរនៅប្រទេសកម្ពុជាគឺប្លែកមែនទែនណានេះតែខ្ញុំនៅខាងក្រៅធ្វើដំណើរតាមប្រទេសជាច្រើនគឺចរាចរណ៍គឺមានជាសម្ដាប់ធ្នាប់មានជាល្អបតែជាប្រទេសកម្ពុជាយើងហើយមកដល់ប្រទេសកម្ពុជាគឺឡានម៉ូតូអីជានិយាយចឹងខ្ញុំត្រូវមានបំរុងយ៉ាងខ្ពស់ចឹងដើម្បីទៅរលាក់កងជើងគឺនេះតាអរ៉ូតថៃ
ទៅដល់26គីឡូម៉ែត្រទៀតទៅដល់សហគមន៍ទេសចរតាមកំពង់ភូមិរលាក់កងជើងហើយតែតែឃើញនៅលើ display មួយនេះគឺខ្ញុំបើកតាំងពីព្រឹកតែម្ដងទូរស័ព្ទហ្នឹង Honor X7A បើក screen ចោលរហូតតាំងពីព្រឹកធ្វើដំណើរមើល Google Maps ហើយឥឡូវអស់តែ 10% គឺនៅថ្ម 90% ខ្លាំងមែនទែនថ្មវាហើយអា Honor X7E នេះគឺថ្មវា 7500 mAh ធំណាស់ត្រូវមកសម្រាប់អ្នកពួកអ្នក outdoor ឡើងភ្នំធ្វើដំណើរដូចខ្ញុំផ្លូវឆ្ងាយជិះកង់ជិះម៉ូតូអីត្រូវតែតម្លៃធូរថ្ម 7000 mAh 7500ហើយអានេះបើភ្លៀងគឺអត់មានបញ្ហាទេតែអាមួយនេះ IP64 ការពារទឹកwaterproof ខ្ញុំណាំគឺខ្ញុំកម្រងគឺដេកនៅសហគមន៍ទេសចរលាក់កងជើងហ្នឹងនៅកន្លែង Ancient Homestay ចឹងទៅទាំងអស់គ្នា let's go ពីរដងបងខ្ញុំបានធ្វើដំណើរមកដល់អានេះគេហៅរលាក់កងជើងតែចាបងដល់រលាក់កងជើងហើយអស់សាំងហ្មងចាក់សាំងមកខ្ញុំជួយពីលេតនៅខាងមុខហ្នឹងគឺភ្នំអារ៉ាល់ក្នុងផ្សារក្នុងផ្សារនោះបងនោះជំនាញរបស់ខាងនោះបានអារ៉ាល់ណាគេចាក់សាំងហ្នឹងខាងនោះក្នុងផ្សារចូលគៀកទៅដល់ភូមិរលាក់កងជើងសហគមន៍អេកូទេសចរតាំងបំពង់ហើយប៉ុន្តែនៅតាមផ្លូវខ្ញុំឃើញទេសភាពស្អាតមួយហើយខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាអំពីបច្ចេកទេសមួយចំនួនអ្នកគាំទ្រភាគច្រើនក៏សួរខ្ញុំថាធ្វើដំណើរម្នាក់ឯង solo តើថតមិនផលិតមាតិកាផលិតវីដេអូឯកសារមិនទៅអញ្ចឹងបច្ចេកទេសគឺងាយមែនតើអ្នកទាំងអស់គ្នាគឺឥឡូវខ្ញុំលើកឧទាហរណ៍មួយខ្ញុំកំពុងតែប្រើ Honor X7E ហើយកាមេរ៉ា2ស្អាតមែនតើអ្នកគ្នាអញ្ចឹងជំរឿខ្ញុំប្រើវាថតពេលដែលខ្ញុំធ្វើដំណើរម្នាក់ឯងអញ្ចឹងឥឡូវខ្ញុំរើឃើញ background ទេសភាពនេះស្អាតមែនតើជាមួយនឹងម៉ូតូរបស់ខ្ញុំហើយខ្ញុំថតប្រើវាអូខេអ្នកនរគ្នាគឺខ្ញុំ set up ដូចនេះគឺខ្ញុំត្រូវមានឧបករណ៍ដូចជាប្រដាប់ចាប់ទូរស័ព្ទមាន tripod ដូចនេះខ្ញុំចាប់ទូរស័ព្ទអញ្ចឹងហើយខ្ញុំរៀបប្លង់នៅខាងនោះម៉ូតូខ្ញុំនៅខាងនោះហើយកាមេរ៉ានេះមានកាមេរ៉ា2 Honor X7E នេះគឺមានកាមេរ៉ា2មាន1គុណនិង2គុណរៀបប្លង់ហើយខ្ញុំចូលទៅកាមេរ៉ារបស់ Honor X7E នេះគឺវាមានកាមេរ៉ា2ហើយ1គុណ2គុណបើខ្ញុំចូលទៅមុខងារ Pro របស់វានេះគឺមានខ្ញុំអាចតែ aspect ratio បានគឺខ្ញុំចូលចិត្តមែនតើនៅពេលដែលកាមេរ៉ាមាន aspect ratio ថត4:3 1:1ថត16:9អីបានអញ្ចឹងខ្ញុំចូលចិត្តថត4:3ដោយសារវាអាចកាត់ប្រឈើបាននិងផ្ដេកបានក្នុងពេលតែមួយអញ្ចឹងមាន level sensor មាន grip line នេះពេលដែលខ្ញុំ set up វាមាន level sensor ឡើងចុះអញ្ចឹងងាយស្រួលមែនតើដើម្បីថតពេលដែលខ្ញុំធ្វើដំណើរ solo អញ្ចឹងគឺខ្ញុំត្រូវ set up ម៉ោងចូលកាមេរ៉ារើកន្លែង timer មួយនេះមកហើយជួយទៅអញ្ចឹងខ្ញុំ set up វា5វិនាទីឬ10វិនាទីហើយខ្ញុំទៅឈើទីតាំងកន្លែងរបស់ខ្ញុំនោះទៅពេលកាមេរ៉ាវារាប់ចាប់ផ្ដើមពី10ឧទាហរណ៍10 9 8រហូតដល់1វានឹង capture អញ្ចឹងខ្ញុំអាចថតបាននៅពេលដែលខ្ញុំធ្វើដំណើរ solo ដូចនេះលើកឧទាហរណ៍ឥឡូវហ្នឹងគឺខ្ញុំ set up មកហើយខ្ញុំរត់ទៅខាងនោះលើកឧទាហរណ៍ពេលដែលខ្ញុំចុច click ទៅវានឹង load 10 9 8ហើយខ្ញុំនៅត្រូវដើរទៅខាងនោះដើម្បីឲ្យកាមេរ៉ានឹងថតនៅពេលដែលវាដល់មកអញ្ចឹងខ្ញុំនឹងបានលទ្ធផលមួយ
ធ្វើដំណើរពីតំបន់មួយទៅកាន់តំបន់មួយទៅកាន់តំបន់មួយទៀតធ្វើការងារជាមួយប្រជាជនសហគមន៍និងលើកស្ទួយតំបន់អេកូទេសចរនៅតែជាចំណង់ចំណូលចិត្តរបស់ខ្ញុំហើយខ្ញុំសូមឆ្លៀតឱកាសមួយហ្នឹងអរគុណដល់ក្រុមហ៊ុន Honor Cambodia ដែលបានធ្វើជាដៃគូសហការឧបត្ថម្ភការធ្វើដំណើររបស់ខ្ញុំដំបូងគេនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីបេសកកម្ម2ឆ្នាំធ្វើដំណើរទៅតាមបណ្ដាប្រទេសជាច្រើនក្នុងបេសកកម្មតរតធរហើយពួកគាត់បានផ្ដល់ទូរស័ព្ទ Honor X7e ដែលជាទូរស័ព្ទ design ពិសេសសម្រាប់ការធ្វើដំណើរសម្រាប់អ្នកចូលចិត្ត outdoor ដូចខ្ញុំរចនារាងពិសេសមាន3ពណ៌ហើយពណ៌នេះពណ៌ទឹកក្រូចវាមកជាមួយនឹងកម្រិតភាពធន់ IP64 គឺអាចធន់ជាមួយនឹងអាកាសធាតុភ្លៀងទឹកជំរាបហើយនឹងការធ្លាក់ខ្ញុំធ្វើដំណើរកាន់វាថតពេលមានសកម្មភាពហ្នឹងដៃធ្លាក់ទៅក្រោមប៉ុន្តែអត់អីខ្ញុំគិតថាវាមានបញ្ហាដែរប៉ុន្តែអេក្រង់ហើយនឹងអីអត់អីទាំងអស់គឺធន់មែនទែនហើយលក្ខណៈពិសេសមួយទៀតហ្នឹងគឺខ្ញុំធ្វើដំណើរ3ថ្ងៃនៅគ្នា3ថ្ងៃគឺប្រើscreen ប្រើមើល Google Map ធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយគឺធន់មែនទែនថ្មអត់អស់ទេ3ថ្ងៃពេញហើយវាមាន fast charge មកជាមួយដុំ fast charge 85 W សាកតែ20នាទី10នាទីទេបានប្រហែលជា20% គឺលឿនគួរសមរបស់វាហើយ design ពិសេសមាន AI button នៅខាងកន្លែងនេះចុចមកគឺវាមាន assistant ឲ្យយើងធ្វើកិច្ចការងារជាមួយនឹងប្រព័ន្ធវៃឆ្លាតរបស់ទូរស័ព្ទមួយហ្នឹងគឺកាមេរ៉ា2អេក្រង់របស់វាហ្នឹងក៏មិនធម្មតាដែរគឺ120 refresh rate គឺ design ពិសេសសម្រាប់អ្នក outdoor រកបាននៅ Honor Cambodia ជួបគ្នានៅវគ្គក្រោយបាយបាយ